នៅក្នុងវគ្គសិក្សាវិវិធកម្រិត Master ខ្ញុំបង្ហាញពីចំណុចមួយចំនួនទាក់ទងមួយការងាររៀបកន្ទោសចឹងឧទាហរណ៍ថានៅក្នុងមេរៀនរបស់យើងគឺយើងលម្អិតទាំងអស់ដើម្បីអ្នកទាំងអស់គ្នាអាចធ្វើការងារបានណាទាក់ទងជាមួយនឹងចំណុចនេះក៏យើងបរៀនដែរការរៀបចំ layout ឬក៏ view របស់យើងណាមានន័យថានៅក្នុងមុខងារនេះគឺយើងបង្កើតជា personal យើងរៀនយល់យើងអាចធ្វើអីតាមចិត្តរបស់យើងប៉ុន្តែកន្លែងនេះខ្ញុំអត់រៀបរាប់បានច្រើនទេហើយសម្រាប់ review ឧទាហរណ៍ថាដូចខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអញ្ចឹងណាកាលណាយើងចុច section អីយើងគ្រាន់តែចុច go to view មកយើងអត់ចាំបាច់គូឡើងវិញទេអញ្ចឹងចុចតែមួយ click មកគឺចេញហើយប៉ុន្តែមុខងារទាំងអស់ហ្នឹងគឺវាទាមទារឲ្យយើងយល់ហើយបើករណីយើងយល់យើងអាចធ្វើអីតាមចិត្តអញ្ចឹងសម្រាប់វគ្គសិក្សា review កម្រិត master គឺយើងបរៀនបែបយល់ស៊ីជម្រៅដើម្បីអ្នកទាំងអស់គ្នាអាចធ្វើការងារបានពេញលេញមួយទៀតឧទាហរណ៍តាក់ទងជាមួយនឹងកន្ទោសចឹងមុខងារកន្ទោសនេះគឺខ្ញុំបង្ហាញតាក់ទងមួយកន្ទោសហ្នឹងយើងមាន version ជាភាសាខ្មែរហើយនិងជាភាសាអង់គ្លេសអ្នកទាំងអស់គ្នាអាចយកទៅប្រើប្រាស់បានតិចទៀតខ្ញុំនឹងតម្លាក់ចូលគ្រប់ចឹងណានៅក្នុងលក្ខខណ្ឌហ្នឹងគឺខ្ញុំបង្កើតជាប៉ារ៉ាម៉ែត្រទាំងអស់មានន័យថាវាអូតូទាំងអស់ចឹងករណីហ្នឹងគឺយើងរៀនយល់ទាំងអស់ស៊ីជម្រៅយើងធ្វើអីមួយដើម្បីមានភាពងាយស្រួលតាមពិតកម្មវិធីវាគ្រាន់តែមានមុខងារទេប៉ុន្តែជាក់ស្ដែងតាក់ទងមួយការប្រើប្រាស់គឺអាស្រ័យលើយើងដែរចុះទីហោថាខ្ញុំបើកជា cover ភាសាខ្មែរមុនចុះវាចេញមកទម្រង់បែបនេះករណីហ្នឹងយើងអាចធ្វើការផ្លាស់ប្ដូរតាក់ទងមួយឈ្មោះនេះបានយើងអាចសរសេរនៅក្នុងបច្ចេកយើងតែម្ដងយកចាំបាច់ទៅកែនៅក្នុង family ទេឧទាហរណ៍ថាខ្ញុំចូលមកកាន់កន្ទោសភាសាអង់គ្លេសវិញមកខ្ញុំយក new អញ្ចឹងខ្ញុំបើកមួយអ្នកនរគ្នាមើលងាយស្រួលបញ្យល់អញ្ចឹងណាអញ្ចឹងតាក់ទងមួយ cover ជាភាសាអង់គ្លេសយើងអាចមានរបៀបចេះមកហើយករណីហ្នឹងវា link គ្នាឧទាហរណ៍ថានៅក្នុងភាសាអង់គ្លេសនេះខ្ញុំយកតាក់ទងជាមួយនឹង layout របស់យើងខ្ញុំយកជាភាសាអង់គ្លេសហើយភាសាអង់គ្លេសហ្នឹងយើងមានกระดาษផ្ដេកกระดาษប្រឈើយើងបែងចែកឲ្យអ្នកទាំងអស់គ្នាទាំងអស់តែម្ដងអញ្ចឹងករណីហ្នឹងគឺមានភាពងាយស្រួលមែនតើឧទាហរណ៍ថាកន្លែងឈ្មោះនេះដោយសារខ្ញុំចង់ជាប៉ារ៉ាម៉ែត្រឧទាហរណ៍ថាខ្ញុំដាក់ឈ្មោះ villa ប្រភេទ A អញ្ចឹងវិញនៅពេលដែលយើងចូលមកកាន់ cover នេះវាដូរមក A អូតូដែរអញ្ចឹងមានន័យថាគ្រប់យ៉ាងគឺវា link គ្នាអូតូករណីយើងយល់គឺយើងរៀនរបៀបអស់ហ្នឹងនៅក្នុងលក្ខខណ្ឌហ្នឹងឧទាហរណ៍ថាយើងចង់បានกระดาษបែបប្រឈើវិញអញ្ចឹងយើងយកពាក្យថា portrait នេះមកអ្នកទាំងអស់គ្នាអាចចុច OK មកអញ្ចឹងនៅក្នុងលក្ខខណ្ឌហ្នឹងឈ្មោះហ្នឹងក៏វាឈ្មោះ A ដូចគ្នាដែរអ្នកទាំងអស់គ្នាឃើញមានន័យថាគ្រប់យ៉ាងគឺវាអូតូដូចខ្ញុំបញ្ជាក់អញ្ចឹងបន្ទាប់មកឧទាហរណ៍ថាខ្ញុំយកតាក់ទងជាមួយនឹងกระดาษបែបខ្មែរវិញខ្មែរ version វាចេញមកមិនចឹងសម្រាប់ប្រភេទกระดาษឬក៏កន្ទោសរបស់យើងខ្មែរហ្នឹងមានន័យថាយើងចេញមកជាអក្សរខ្មែរទាំងអស់ហ្មងហើយកម្មវិធី Revit វាអត់ស្គាល់ភាសាខ្មែរទាំងអស់ទេប៉ុន្តែមុខងារហ្នឹងគឺយើងច្នៃបានណាមានន័យថាការរៀនកាលណាយើងយល់យើងអាចច្នៃមកវិញបានណាវាអាចស្គាល់ភាសាខ្មែរយើងអូតូអញ្ចឹងករណីហ្នឹងគឺតើតើអ្នកទាំងអស់គ្នារៀនយល់ហើយស៊ីជម្រៅមិនអាចធ្វើបានស្វែងយល់បន្តតាក់ទងជាមួយនឹងចំណុចហ្នឹងឧទាហរណ៍ថានៅក្នុងមុខងារ design នេះ scope ការងាររបស់យើងចង់បង្ហាញការងារអីយើងអាចបង្ហាញបានណាយើងគ្រាន់តែចុច enter មកបន្ទាប់មកឧទាហរណ៍ថាខ្ញុំយកពាក្យថា aesthetic design ឬក៏តាក់ទងមួយ structure អីហ្នឹងយើង tick មកវាចេញឲ្យឧទាហរណ៍តាក់ទងមួយកន្លែង sign នេះក៏ដូចគ្នាដែរយើងចុច OK មកវាចេញឲ្យយើងអូតូហ្មងអញ្ចឹងមុខងារទាំងអស់ហ្នឹងមានន័យថានៅក្នុង Revit គឺវាធ្វើបានអស់ហើយសំខាន់ពេលដែលយើងរៀនស៊ីជម្រៅគឺយើងរៀនចំណុចទាំងអស់ហ្នឹងដើម្បីយើងងាយស្រួលធ្វើការទេតាមពិតសរុបមកវិញសម្រាប់អ្នកដែលគាត់ចង់រៀន Revit កម្រិត Master នៅក្នុងវគ្គសិក្សាហ្នឹងគឺអ្នកទាំងអស់គ្នាអាចចុះឈ្មោះចូលរៀនបានហើយសម្រាប់ខាងយើងអត់មានពេលសរសេរមេត្តាទេគឺយើងយកការងារជាក់ស្ដែងមកបង្ហាញដូចខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអញ្ចឹងណាអញ្ចឹងទាំងអស់ហ្នឹងគឺយើងអត់ចាំបាច់ត្រូវសរសេរអក្សររៀបរាប់ A B C ទេវាចំណាយពេលអត់ប្រយោជន៍បើករណីយើងមើលវីដេអូអញ្ចឹងហើយយើងមាន highlight ឬក៏យើងរៀនផ្ទាល់ទៅវាងាយស្រួលយល់វាឆាប់ចេះជាងចុះសម្រាប់វីដេអូចែកម្លែកហ្នឹងគឺយើងមានប៉ុណ្ណឹងហើយតាក់ទងមួយកន្ទោសហ្នឹងអ្នកទាំងអស់គ្នាអាចទៅ download នៅក្នុង channel បាន